តើបងប្អូនទាំងអស់គ្នាខ្មាស់គេមែនទេដែលខ្លួនឯងកើតមកជាអ្នកក្រចម្លើយគឺដូចជាគ្នាត្រូវខ្មាស់គេទេបងប្អូនព្រោះអីអ្នកមានក៏គាត់មិនខុសពីយើងដែរអ្វីដែលគាត់មានគឺគាត់ថាគាត់មានទ្រព្យសម្បត្តិមានលុយកាក់មានអ្វីៗសពបែបយ៉ាងច្រើនជាងក៏ប៉ុន្តែអ្វីដែលគាត់ដូចយើងនោះគឺការចាស់ការឈឺហើយនិងការស្លាប់គាត់ក៏មានដូចយើងដែរអញ្ចឹងមិនយូរមិនឆាប់គាត់ក៏គង់តែត្រូវស្លាប់ដោយសារតែការឈឺឬក៏ដោយសារតែគ្រោះថ្នាក់ឬក៏ដោយសារតែភាពចាស់ជរាដូចគ្នាអញ្ចឹងនេះជាអ្វីដែលគាត់ហើយនិងពួកយើងគឺមានដូចគ្នាអញ្ចឹងអត់មានអីដែលយើងត្រូវចំណែនចំពោះពួកអ្នកមានទេបងប្អូនអញ្ចឹងកន្លែងនេះខ្ញុំគាត់តែចង់បញ្ជាក់បងប្អូនប៉ុណ្ណឹងថាពួកយើងទាំងអស់គ្នាគឺត្រូវតែមានកម្លាំងចិត្តរស់នៅបន្តទៀតកុំឲ្យគ្នាយើងបាត់ទឹកចិត្តកុំឲ្យគ្នាយើងអន់ចិត្តតែខ្លួនឯងកើតមកជាអ្នកក្រហើយឃើញគឺជាអ្នកមានអ្វីសពបែបយ៉ាងអញ្ចឹងអ្នកមានក៏មានទុកលំបាករបស់គាត់ដូចគ្នាតែរឿងរ៉ាវនៅពីក្រោយរបស់អ្នកមានគឺយើងអត់បានដឹងដោយសារតែគេក៏អត់បានប្រាប់យើងដែរអញ្ចឹងសម្រាប់អ្នកមានយើងអាចមើលដល់ផ្នែកទទេយើងឃើញថាគាត់ពិតជាមានអ្វីៗសពបែបយ៉ាងអ្នកខ្លះមានឡានមានម៉ូតូមានរបស់ល្អៗប្រើប្រាស់មានផ្ទះវិឡាមានដីធ្លីសឹងតែថាមានអ្វីៗសពបែបយ៉ាងដែលអ្នកក្រអត់មានអញ្ចឹងនេះជាអ្វីដែលយើងមើលឃើញនេះគឺជាអ្វីដែលយើងអាចបោះបែកបានក៏ប៉ុន្តែសម្រាប់សេចក្តីសុខនៅក្នុងចិត្តសេចក្តីសប្បាយរីករាយនៅក្នុងផ្លូវចិត្តយើងមិនអាចមើលឃើញទេហើយយើងក៏មិនអាចបោះបែកបានដែរថារវាងអ្នកមានហើយនិងអ្នកក្រតើមួយណាមានសេចក្តីសុខជាងមួយណាមានការសប្បាយរីករាយនៅក្នុងផ្លូវចិត្តផ្លូវអារម្មណ៍ច្រើនជាងអញ្ចឹងកន្លែងនេះហើយដែលបងប្អូនត្រូវយកមកពិចារណាថាយើងពេលខ្លះយើងជាអ្នកក្រមែនក៏ប៉ុន្តែយើងអាចនឹងមានក្តីសុខលើសពីគេយើងអាចនឹងមានអារម្មណ៍ល្អខ្លាំងជាងគេហើយជីវិតយើងអាចនឹងមានន័យច្រើនជាងអ្នកមានទៅទៀតនេះគឺជាអ្វីដែលយើងមិនអាចបោះបែកបានអញ្ចឹងសេចក្តីសុខវាស្ថិតនៅលើផ្លូវចិត្តរបស់យើងទេវាអាស្រ័យនៅលើខាងក្នុងខ្លួនរបស់យើងទេវាមិនស្ថិតនៅលើរបស់ខាងក្រៅវាមិនស្ថិតនៅលើអ្វីដែលយើងមាននោះឡើយអញ្ចឹងបងប្អូនត្រូវតែរស់នៅដែលមានក្តីសង្ឃឹមរស់នៅដែលមានភាពជឿជាក់លើខ្លួនឯងត្រូវតែតស៊ូបន្តទៀតអ្នកខ្លះគាត់មានបានក៏ប៉ុន្តែគាត់មិនមែនមានបានដោយសារតែការខិតខំប្រឹងប្រែងទេគឺដោយសារតែគេមរតកដោយសារតែទ្រព្យសម្បត្តិដែលសល់ពីឪពុកម្ដាយតែប៉ុណ្ណោះក៏ប៉ុន្តែក៏មានអ្នកមានខ្លះគាត់មានបានដោយសារតែការខិតខំប្រឹងប្រែងរបស់គាត់ដូចគ្នាដែរអញ្ចឹងកន្លែងនេះហើយដែលយើងគិតថាអ្វីៗទាំងអស់គឺវាកើតមកពីហេតុរបស់វាអញ្ចឹងយើងមិនចាំបាច់ទៅចិត្តជាមួយនឹងអ្នកមានអីទេបងប្អូនអញ្ចឹងគាត់មានគឺដោយសារតែគាត់មានហេតុផលរបស់គាត់ដូចគ្នាដែរមានហេតុផលពីខាងក្រោយទើបធ្វើឲ្យគាត់ខ្លាចអ្នកមានបានអញ្ចឹងយើងរស់នៅបែបជីវិតរបស់យើងព្យាយាមឲ្យលទ្ធភាពយើងមានបានប៉ុណ្ណាយើងទទួលយកប៉ុណ្ណឹងយើងមិនចាំបាច់ទៅឈឺចាប់ជាមួយនឹងអ្វីដែលយើងអត់មានទេ